ស្ងាត់កូនបើមកទទួលសញ្ញាបត្រទី12បាទនិយាយពីថាពេលវេលាដើរលឿនអើយលឿនថ្ងៃមុនតបអាវស្ញែអាវអីសោះហ្នឹងឥឡូវគេរៀនចប់បាត់ហើយអញ្ចឹងតមកមើលសកម្មភាពខ្លីៗដែលខ្ញុំបានធ្វើនៅពេលដែលទៅទទួលសញ្ញាបត្រទី12ជាមួយនឹងកូនបើទាំងអស់គ្នាផ្ដើមក្បាលដំបូងមកគឺរោគរាក់ខ្លាំងមែនតើហ្មងទៅ event lab ខាងស្នាគឺគេឲ្យពួកខ្ញុំហ្នឹងទៅម៉ោង8ប៉ុន្តែពួកខ្ញុំទៅដល់8ក្រាស់ដោយសារត្រូវញ៉ាំអាហារពេលព្រឹកហើយហៅកន្លែងចតឡានគឺគាត់មានអ្នកគ្នាដោយសារតែមនុស្សទៅច្រើនពេកយកអាណាព្យាបាលសិស្សនឹងចូលហ្នឹងគឺពួកខ្ញុំបានទៅទិញផ្កាទិញអីចឹងទៅអ្នកទាំងអស់គ្នាពេលលេតខ្លាំងពេកបងខ្ញុំពាក់អាវកៅហ្នឹងនៅខាងក្រៅកន្លែងទិញផ្កានឹងយកហ្មងដោយសារអត់មានពេលទៅជប់ទប់ទឹកដើម្បីដូរអីទេដោយសារតែយើងត្រូវតែប្រញាប់ចូលខ្លះអត់មានកន្លែងអង្គុយបបប៉ិតអ្នកទាំងអស់គ្នាអាណាព្យាបាលមានកន្លែងអង្គុយណាបងខ្ញុំគឺគាត់មានកន្លែងអង្គុយចឹងអត់អីខ្ញុំនៅចាំពួកគាត់នៅខាងក្រៅចឹងទៅពេលយប់មុននឹងទៅ graduate កុំបើនឹងដែរគឺខ្ញុំមានកម្រងនៅក្នុងការ surprise note ទៅគឺ message អី surprise គាត់ចឹងទៅខ្ញុំងើបតាំងពាក់កណ្ដាលយប់អ្នកទាំងអស់គ្នាហើយតម្រាំបានគេងហៀងយូរដែរហ្នឹងនេះដូចជា note ដែលខ្ញុំទៅសេដើម្បីលើកទឹកចិត្តកូនបើអីចឹងទៅឲ្យវាប្លែកខុសគេខ្ញុំព្រៀងនឹងអាធំដាក់អញ្ចឹងហ្មងវាប្លែកហ្នឹងហើយខ្ញុំទៅយកពីកន្លែងចតឡានមានតែគ្នាត្រូវឆ្លងខ្នល់ខ្ញុំផ្លិចឲ្យឆឹងហ្មងមានជាការមួម៉ៅហ្មងតែធ្វើមិនដើម្បីបងស្រីចឹងខ្ញុំត្រូវតែដើរទៅយក note ហ្នឹងខ្ញុំយកតែកឹបមកខ្លួនឯងទៀតចឹងខ្ញុំងាយស្រួលនៅក្នុងការកឹបហ្មងពេលវេលាដែលខ្ញុំបានរងចាំក៏បានមកដល់អ្នកទាំងគ្នាគឺជាពេលដែលខាងស្នាគឺគេត្រូវចែកសញ្ញាបត្រទី12ជូនអូនដែលគាត់ហ៊ានបញ្ចប់ទី12ទាំងអស់ហ្មងជាពិសេសហ្នឹងគឺខ្ញុំដើរត្រូវសម្ដៅទៅរកបងខ្ញុំមុនគេអ្នកគ្នានៅពេលដែលគេបើកទ្វារហលភ្លាមខ្ញុំយកផ្កាហ្នឹងរត់ទៅរកកូនបើស្រចូលទៅខាងក្នុងហ្នឹងហ្មងដើម្បីរកកូនបើដើម្បីជូនផ្កាឲ្យកូនបើនឹងលើកទឹកចិត្តគាត់ដូចគ្នាបូករួមជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ដល់វគ្គដែលកូនបើគេមកដកយកសញ្ញាបត្រទី12របស់គេឥឡូវគេធំហើយគេបានចប់ទី12រៀនចប់អីតិចទៀតត្រូវឡើងសាកលវិទ្យាល័យហើយពេលវេលាដើរលឿនសាហាវហ្មងខ្ញុំសុំខ្លាច vlog ថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ